អ្នកទាំងអស់គ្នាដឹងស្រាប់ហើយប្រទេសជប៉ុនជាប្រទេសមួយដែលមានរថភ្លើងល្បឿនលឿននិងទំនើបបំផុតមួយនៅលើពិភពលោករថភ្លើង Shinkansen ជារថភ្លើងល្បឿនលឿនមួយរបស់ជប៉ុនដែលបានដាក់ដំណើរការដំបូងនៅឆ្នាំ1964បានដឹកអ្នកដំណើររាប់លាននាក់ជាមួយនឹងសមត្ថភាពលឿនរបស់វាដែលអាចធ្វើដំណើរបានចន្លោះពី241គីឡូម៉ែត្រទៅ320គីឡូម៉ែត្រក្នុង1ម៉ោងក៏ប៉ុន្តែការរចនាដំបូងរបស់វានៅពេលនោះមិនបានគិតពីផលប៉ះពាល់នៃរលកសម្ពាធបរិយាកាសនោះទេនៅពេលដែលរថភ្លើងឆ្លងកាត់រូងភ្នំសម្ពាធនេះបានរីកធំឡើងជាមួយនឹងល្បឿននៃសំឡេងវាបានបង្កើតជារលកសម្ពាធមីក្រូដែលបង្កឲ្យលាន់ឮសំឡេងនៅច្រកចេញនៃរូងភ្នំដែលហៅថា Sonic Boom បញ្ហាដ៏ធំនោះគឺរថភ្លើងនេះឆ្លងកាត់រូងភ្នំបានកើតជាសំឡេង Sonic Boom បានលើកបង្កជាការរំខានដល់ប្រជាជនដែលរស់នៅតំបន់នោះរយៈចម្ងាយរហូតទៅដល់400ម៉ែត្រឯណោះប្រជាជនជប៉ុនត្រូវជួបបញ្ហានេះអស់រាប់សិបទសវត្សរ៍ទោះបីជាមានការស្រាវជ្រាវនិងដោះស្រាយពីវិស្វករជប៉ុនពីមួយជំនាន់ទៅមួយជំនាន់ហើយក្តីក៏ដោយរហូតដល់ឆ្នាំ1997លោក Ichi Nakasu នាយកបច្ចេកទេសអភិវឌ្ឍភ្លើងល្បឿនលឿនត្រូវបានតែងតាំងនិងដឹកនាំក្នុងការធ្វើឲ្យសំឡេងរថភ្លើងស្ងាត់ជាងមុនដោយរក្សាល្បឿនរបស់វានិងមិនបន្ថែមការប្រើប្រាស់ថាមពលរបស់វាច្រើនជាងមុនលោក Ichi Nakasu បានធ្វើការអង្កេតនៅក្នុងធម្មជាតិដោយលោកយល់ឃើញថាប្រកាសជាមានភាវៈរស់ណាមួយដែលអាចជួយលោកដោះស្រាយបញ្ហាដ៏សំខាន់នេះបានលោក Ichi Nakasu មិនត្រឹមតែជាវិស្វករដ៏ឆ្នើមមួយរូបនោះទេលោកក៏ជាមនុស្សម្នាក់ដែលស្រឡាញ់ការក្លំមើលសត្វបក្សីផងដែរលោកបានធ្វើការអង្កេតទៅលើបក្សី Kingfisher ដែលបានលោតពីលើទៅក្នុងទឹកក្នុងល្បឿន40គីឡូម៉ែត្រក្នុង1ម៉ោងដោយមិនបង្កឲ្យខ្ចាយទឹកនោះទេលោក Ichi Nakasu ជឿជាក់ថាបក្សី Kingfisher ធ្វើរឿងទាំងនេះបានដោយសារតែជំពូកដ៏វៃស្រួយរបស់វាលោកបានឲ្យក្រុមវិស្វកររបស់លោកធ្វើការតេស្តសាកល្បងនៅក្បាលរថភ្លើងជាមួយនឹងរាងផ្សេងៗគ្នាដើម្បីធៀបឲ្យដឹងពីផលប៉ះពាល់នៃសម្ពាធបន្ទាប់ពីការធ្វើតេស្តជាច្រើនលើកមកក្រុមវិស្វកររបស់លោក Ichi Nakasu បានរកឃើញក្បាលរថភ្លើងដែលមានសំឡេងស្ងាត់ជាងមុនគឺមានរូបរាងស្រួចស្រដៀងទៅនឹងជំពូកបក្សី Kingfisher ការរចនារថភ្លើងល្បឿនលឿនស៊េរី Shinkansen 500ថ្មីត្រូវបានអនុម័តឲ្យធ្វើឡើងហើយរថភ្លើងស៊េរីថ្មីនេះមិនត្រឹមតែជួយកាត់បន្ថយសំឡេង Sonic Boom នោះទេវាក៏អាចរត់បានក្នុងល្បឿនលឿនជាងមុនជាមួយនឹងការកាត់បន្ថយថាមពលប្រើប្រាស់បានទៀតផងរថភ្លើងស៊េរីថ្មីនេះបានបើកបរបានក្នុងល្បឿនរហូតដល់300គីឡូម៉ែត្រក្នុង1ម៉ោងដោយរក្សាមិនឲ្យមានសំឡេងរំខានដូចមុនហើយវាក៏បានកាត់បន្ថយពេលវេលានៃការធ្វើដំណើរពីទីក្រុងអូសាកាទៅណាហ្គាតាដោយចាយពេលតែ15នាទីប៉ុណ្ណោះទីបំផុតបញ្ហា Sonic Boom ដែលកើតឡើងរាប់សិបទសវត្សរ៍ក៏ត្រូវបានដោះស្រាយពិភពធម្មជាតិពិតជាអស្ចារ្យក្នុងការដោះស្រាយបញ្ហាដល់របបកំហើញថ្មីៗរបស់មនុស្សវាទាស់ត្រង់ថាតើពេលណាយើងអាចនឹងស្វែងរកវាឃើញនិងប្រើប្រាស់វាដើម្បីជាប្រយោជន៍តែប៉ុណ្ណោះ